ជំរាបសួរសួស្តីបងប្អូនអរគ្នានៅក្នុងវីដេអូនេះដែរខ្ញុំមកប្រាប់អ្នកនរគ្នាពីរបៀបឆែកម៉ោងវីដេអូរបស់អ្នកដែលផុសនៅលើ YouTube ថាតើអ្នកផុសវីដេអូនៅលើ YouTube មួយវីដេអូបានប៉ុន្មានម៉ោងបាទវីដេអូនេះដែរសម្រាប់អ្នកដែលចេះហើយអាចអស់រំលងបានហើយអ្នកដែលមកថ្មីសូមកុំភ្លេចជួយ like share comment subscribe ឬកណ្ដឹងដើម្បីទទួលបានពីវីដេអូបច្ចេកវិទ្យាថ្មីដូចជា Facebook YouTube និង TikTok តោះកុំឲ្យខាតពេលយូរចូលទៅកាន់វីដេអូយើងអស់គ្នាជាដំបូងឡើយអ្នកនរគ្នាចូលទៅកាន់ app YouTube មកដូចរាល់ដងដែលអ្នកផុសនៅលើទូរស័ព្ទដៃហ្នឹងគឺឃើញជាទម្រង់បែបនេះមែនអត់ក្នុងវីដេអូអ្នកឃើញតែ view ហើយនឹងថ្ងៃខែដែលអ្នកផុសទេអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុចពីលើនេះមកអ្នករូបបញ្ឈរ3បកគោល3ហ្នឹងមកបន្ទាប់មកទៀតអស់មកក្រោមមករួចចុចយកពាក្យថា go to YouTube Studio ចុចពីលើនឹងមួយមកដល់កន្លែងនេះអ្នកនរគ្នាឃើញម៉ោងណាតែម៉ោងសរុបនៅលើ channel យើងផុសវីដេអូនៅលើ YouTube ទាំងប្រមាណហ្នឹងគឺចេញម៉ោងសរុបតែម្ដងបាទតែវីដេអូយើងនេះយើងគឺធ្វើពីរបៀបឆែកវីដេអូនីមួយវីដេអូតែមួយទេនៅលើ YouTube យើងហ្នឹងគឺបានប្រហែលម៉ោងអញ្ចឹងរបៀបឆែកនេះយើងចូលកន្លែង context ហ្នឹងមកនេះចូល context ហ្នឹងមកហើយយើងជ្រើសរើសយក view all ហ្នឹងមកបាទម្ដងនេះយើងចុចពីលើវីដេអូយើងម្ដងមួយមកនេះយើងចង់ដឹងថាវីដេអូទី1ហ្នឹងបានប៉ុន្មាននាទីឬក៏ប៉ុន្មានម៉ោងបន្ទាប់មកយើងចុចហើយយើងអុសមកក្រោមតិចមកយើងចុចពីលើនឹងមួយទៀតមកនេះម្ដងនេះឃើញ view ហើយនេះម៉ោងបាទវីដេអូនេះបាទ2ម៉ោង9នាទីទេហើយ subscribe ក៏អត់មានដែរហើយយើងចង់ឆែកវីដេអូផ្សេងទៀតយើងចូលកន្លែង context ដដែលមកបាទចុចពីលើនឹងមួយមកហើយចុច all view មកបាទនេះយើងអស់មកក្រោមមកមើលវីដេអូណាដែលមាន view ច្រើនតិចនេះ view នេះវីដេអូនេះហើយយើងចុចពីលើនឹងមួយដូចសារមុននឹងមកបាទវីដេអូនេះមាន 1k.5 view បានរហូតដល់19ម៉ោងហើយ subscribe បាន22ហើយចំនួននាទីវិញគឺវីដេអូនេះមានតែ3នាទីចុច35វីដេអូយើងរៀងខ្លីដែរតែចឹងទៅម៉ោងអត់សូវបានច្រើនបាទវីដេអូនេះក៏ឈានមកដល់ទីបញ្ចប់ដែរពីខ្ញុំបាទស្រៀនមេងហូសូមអរគុណសូមជម្រាបលា